update ពី3ថ្ងៃដែរណាគ្នាតែខ្ញុំទៅមិនចូលមកមើលចឹងហ្នឹងហើយបើសិនណាគ្នាដឹងហើយបើចូលមើលវីដេអូនេះក៏បានដែរដោយសារអីគឺគេ update ពី3ថ្ងៃដែរដោយសារខ្ញុំទៅមើលយាយនៅប៉ែរហើយទៅនៅឡានគាត់នៅសេវាទេចឹងខ្ញុំមកទៅពេលបានធ្វើវីដេអូចឹងណាហើយយកមកកាត់ពេលមកយូរយើងចូលមកដល់គ្នាឈុតដែរចូលមកហ្នឹងគឺឈុតស្រីណាគ្នាយើងមកឈុតស្រីមុនសិនមានដូចជា8ណាគ្នាគឺ8ឈុតដែរណាគ្នាដែលគេអាប់ដេតមកចឹងណាហើយឈុតនេះឈុតសាស្លាយើងធានអីចឹងណាគាត់ណាគេកែកត់តិចតួចទៅហើយយើងសំខាន់យើងអាចបដូរពណ៌បានទៀតហ្នឹងហើយអ្នកគ្នាមើលទៅគឺយើងអាចបដូរពណ៌បានយើងស្រេចពណ៌អីយើងដាក់ពណ៌ហ្នឹងតាមចំណុចចិត្តរបស់យើងតែខ្ញុំ recommend ណាស់ដល់គ្នាដាក់បែបដើមចឹងទៅកុំឲ្យយើងឥឡូវកុំឲ្យនិយាយច្រើនយើងចូលមកឈុតទី2គឺបែបអាយរៀនដែរដល់គ្នាប៉ុន្តែគឺវាសំជើងឲ្យធំហុនជើងរបស់យើងតែសំខាន់យើងអាចដូរពណ៌បានដូចគ្នាហើយឈុតទី3នេះគឺឈុតបែបខែល្ងាខែអីចឹងណាមិនដឹងមិនទេណាគ្នាអាចមើលតំណែងបានហើយយើងក៏អាចដូរពណ៌បានដូចគ្នាហ្នឹងហើយគឺថាស្អាតខប់សេរីតែម្ដងគឺអាប់ដេតលើកហ្នឹងគឺដូរពណ៌ទាំងអស់តែម្ដងណាគ្នាឥឡូវយើងចូលមកដល់ឈុតទី4គឺបែបធ្វើស្រែធ្វើចកាអញ្ចឹងណាគ្នាហើយយើងក៏អាចដូរពណ៌បានចំនួន2ផ្នែកគឺខោនិងអាវគឺស្អាតខប់សេរីតែម្ដងណាគ្នាឥឡូវយើងចូលមកដល់ឈុតទី5គឺបែបខែល្ងាដែរអ្នកនរគ្នាគឺស្អាតខ្លាំងមែនតើហើយយើងក៏អាចដូរពណ៌បានចំនួន2ផ្នែកដូចគ្នាគឺអាវខាងក្រៅនិងអាវខាងក្នុងនៃស្បែកជើងដែរអ្នកនរគ្នាយើងស្រឡាញ់ពណ៌អីដាក់ពណ៌នោះទៅអ្នកនរគ្នាហើយនេះគឺជាឈុតទី6អ្នកនរគ្នាគឺបែបខែល្ងាដែរគឺថាស្អាតខ្លាំងមែនតើហើយយើងក៏អាចដូរពណ៌បានចំនួន2ផ្នែកដូចគ្នាគឺអាវនិងស្ពតអីចឹងណាគឺហៅថាស្ពតអ្នកគ្នាហើយមិនក៏ហៅទៅស្អីតែអ្នកទាំងគ្នាទេចូលមកដល់ឈុតទី7គឺឈុតបែបហាត់ប្រាណអ្នកគ្នាគឺថាស្អាតខ្លាំងមែនតើហើយយើងអាចដូរពណ៌បានចំនួន2ផ្នែកដូចគ្នាហើយនេះគឺជាឈុតទី8គឺឈុតបែបហាត់កីឡាណាបងប្អូនគឺយើងអាចដូរពណ៌បានចំនួន2ផ្នែកដូចគ្នាគឺស្អាតខ្លាំងមែនតើឥឡូវគឺខ្ញុំធ្វើការដាក់ពភីងមកណាគ្នាសារខ្ញុំស្លាញ់ពភីងនេះចឹងណាគ្នាហើយសម្រាប់អាវវិញគឺខ្ញុំដាក់ពណ៌សអ្នកគ្នាចង់ដាក់ពណ៌អីក៏ពណ៌ទៅស្អាតតែចិត្តតែគ្នាទេព្រោះយើងស្លាញ់ពណ៌ខុសៗគ្នាចឹងណាហើយសម្រាប់សាក់វិញខ្ញុំមើលទៅដូចជាអាប់ដេតទេអ្នកគ្នាគឺនៅតែដែររបស់អីផ្សេងទៀតក៏អញ្ចឹងដែរឥឡូវយើងចូលទៅមើលបរិយវិញម្ដងគឺគេអាប់ដេតប្រហែលជាចំនួន5ឈុតអីចឹងណាអ្នកគ្នាឥឡូវយើងទៅមើលទាំងអស់គ្នាឈុតទី1គឺបែបនេះឯងនៅទាំងអស់គ្នាមិនដឹងថាវាមិនទេគ្នាអាចមើលតាមនឹងបានហើយយើងអាចដូរពណ៌ខោនិងអាវគឺចំនួន2ផ្នែកហ្នឹងហើយចូលមកដល់ឈុតទី2មើលទៅវាដូចលើវាឈុតអ្នកមានតិចអីតិចចឹងណាហើយយើងអាចដូរពណ៌ចំនួន2ផ្នែកដូចគ្នាគឺអាវនិងខោអញ្ចឹងណាស្រាប់តែស្លាញ់ពណ៌អីដាក់ពណ៌នេះទៅអត់ខុសទេដោយសារឈុតហ្នឹងវាស្អាតអីចឹងណាគ្នាហ្នឹងហើយឈុតទី3គឺអត់ដឹងថាឈុតជាឈុតមិនទេអ្នកទាំងគ្នាមើលទៅតាមនឹងបានហើយយើងអាចដូរពណ៌បានចំនួន2ផ្នែកគឺខោនិងអាវចូលមកដល់ឈុតទី4គឺឈុតបែបរៀងសាមញ្ញតិចដែរអ្នកទាំងអស់គ្នាយើងក៏អាចដូរពណ៌បានចំនួនដូចជា2ផ្នែកដូចគ្នាអ្នកទាំងអស់គ្នាហើយនេះគឺជាឈុតទី5ណាអ្នកគ្នាឈុតដូចទូស័យរបស់យើងដែរគឺឈុតហែកក្លាហើយយើងអាចដូរពណ៌បានដូចជា2ផ្នែកដូចគ្នាឥឡូវគឺយើងមកដាក់ពណ៌ដូចគ្នាមកអ្នកទាំងគ្នាដាក់ពណ៌បែបភីចឹងមកហើយសក់ទូផរបស់យើងក៏អត់មានអាប់ដេតអីដែរគឺដូចទូស័យយើងដែរហ្នឹងហើយចឹងវីដេអូខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរកុំភ្លេចចុចពាក្យថា Subscribe និង Like និងដាក់រូបកណ្ដៃខ្ញុំមួយផងបាយបាយអ្នកគ្នាជួបគ្នាវីដេអូក្រោយ